ទាហានសៀមមួយក្រុមពិតជាសាហាវប្រៀបផ្សាយមែនស្ត្រីខ្មែរម្នាក់ត្រូវបានទាហានឈុតខ្មៅសៀម7នាក់ចាប់រំលោភបោកពេលមកដល់ជិតព្រំដែនខេត្តបាត់ដំបងនារីពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមពលករប្រុសស្រីជាង10នាក់ត្រូវបានក្រុមទាហានជុតខ្មៅដ៏ខូខើរបស់សៀមយ៉ាងតិច7នាក់ចាប់រំលោភបោកពេលពួកនាងធ្វើដំណើរវិលត្រឡប់ពីប្រទេសសៀមមកកាន់ប្រទេសកំណើតវិញហើយថែមទាំងវាយធ្វើទរណកម្មលើពលករប្រុសនិងប្លន់យកទូរស័ព្ទនិងលុយកាក់អស់គ្មានសល់នេះបើតាមប្រភពព័ត៌មានពីមន្ត្រីព្រំដែនតាមសេចក្តីរាយការណ៍ទង្វើដ៏ខុសខើរបស់ពួកទាហានសៀមប្រព្រឹត្តមកលើពលករខ្មែរខាងលើបានប្រព្រឹត្តនៅយប់ថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ខណៈដែលក្រុមពលករខ្មែរធ្វើដំណើរវិលត្រឡប់ពីស្រុកសៀមមកជិតដល់ព្រំដែនខ្មែរសៀមស្ថិតនៅស្រុកកំរៀងខេត្តបាត់ដំបងក្រុមពលករខ្មែរមានចំនួន13នាក់ក្នុងនោះមានស្ត្រីចំនួន6នាក់និងក្មេងតូចម្នាក់ផងដែរប្រពន្ធដដែលបានប្រាប់ថាក្រុមពលករខ្មែរទាំងនេះបានឆ្លងអូរព្រំដែនចូលមកកាន់ប្រទេសកំណើតវិញនៅម៉ោងប្រហែល10យប់ថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025តាមច្រករបៀងមួយកន្លែងក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយជែកស្ថិតក្នុងភូមិស្វាយឃុំបឹងរាំងស្រុកកំរៀងពលក្រុមពលករខ្មែរទាំង13នាក់បានឆ្លងអូរព្រំដែនរួចផុតពីក្រញាំដៃពួកទាហានសៀមក្រោយពេលពួកទាហានសៀមវាយធ្វើទរណកម្មនិងចាប់រំលោភលើនារីខ្មែរម្នាក់យ៉ាងសាហាវខូខើនារីខ្មែរដែលត្រូវក្រុមទាហានជុតខ្មៅសៀមចំនួន7នាក់ព្រួតគ្នាចាប់រំលោភនាងនោះឈ្មោះធัวសហអាយុ18ឆ្នាំក្រុមពលករខ្មែរទាំងនោះមិនបានចាំនិងស្គាល់ចំណុចដែលក្រុមទាហានសៀមចាប់វាយធ្វើបាបនោះទេប៉ុន្តែពួកគេនិយាយថាទង្វើដ៏សាហាវព្រៃសៃរបស់ទាហានសៀមបានកើតឡើងនៅក្នុងទឹកដីសៀមពេលពួកគេធ្វើដំណើរតាមរថយន្តមកជិតដល់ព្រំដែនកម្ពុជាសៀមតាមការដកស្រង់សម្ដីពីក្រុមពលករខ្មែរបានរៀបរាប់ពីទង្វើដ៏សាហាវខុសខើព្រៃផ្សៃរបស់ពួកទាហានសៀមថាពេលធ្វើដំណើរមកដល់ចំណុចកាត់ហេតុពួកទាហានសៀមជុតខ្មៅបានកាក់រថយន្តដែលពួកគេជិះហើយឲ្យចុះនាំយកទៅសាកសួរជាមួយនឹងការសួរនាំពួកទាហានសៀមបានវាយធ្វើបាបលើពលករខ្មែរទាំងអស់ជាពិសេសពលករប្រុសត្រូវពួកវាវាយធ្វើទរណកម្មយ៉ាងសាហាវខូខើពួកវាវាយផងទាត់ផងធាក់ផងហើយថែមទាំងអុកនិងស្វាយកំភ្លើងទៀតប្រពន្ធដដែលបានដកស្រង់សម្ដីពីពលករទៀតថាស្របពេលដែលពួកទាហានសៀមកំពុងវាយធ្វើទរណកម្មលើពួកគេស្រាប់តែពួកវាបានអូសនារីវ័យក្មេងម្នាក់គឺជនរងគ្រោះខាងលើយកទៅរំលោភយ៉ាងសាហាវព្រៃផ្សៃបំផុតដែលមានគ្នាយ៉ាងតិចចំនួន7នាក់បានចាប់រំលោភលើនាងក្រុមពលករបានបញ្ជាក់ថាក្រោយពីវាយធ្វើបាបពលករខ្មែរអស់ចិត្តពួកទាហានសៀមបានប្លន់យកលុយពីក្រុមពលករអស់ប្រមាណ 6,500 បាតនិងទូរស័ព្ទចំនួន4គ្រឿងទៅពួកគេដោះលែងឲ្យបន្តដំណើរឆ្លងអូរព្រំដែនទាំងកណ្ដាលយប់ត្រឡប់ចូលដីខ្មែរវិញក្រុមពលករខ្មែរទាំង13នាក់ខាងលើត្រូវបានកម្លាំងនគរបាលការពារព្រំដែនប្រចាំប៉ុស្តិ៍ស្វាយជែកសហការជាមួយកម្លាំងយោធាការពារព្រំដែននៅតំបន់នោះទទួលនឹងយកទៅប្រគល់ជូនក្រុមការងារមណ្ឌលទទួលពលករប្រចាំស្រុកកំរៀងក្រោយបញ្ចប់ការសួរនាំបឋមនៅប៉ុស្តិ៍ព្រំដែនមន្ត្រីដែលទទួលបន្ទុកការងារនេះបានប្រាប់ដែរថាក្រោយបានសួរនាំក្រុមពលករទាំងនោះក្រុមការងារបានបញ្ជូនក្រុមពលករជាមួយនឹងនារីរងគ្រោះផងទៅកាន់មណ្ឌលសុខភាពហើយដើម្បីពិនិត្យសុខភាពពួកគេជាពិសេសនារីរងគ្រោះដែលត្រូវក្រុមទាហានតិរិឆានសៀមចាប់នាងរំលោភបោក